ឪពុកបានបង្ខំកូនស្រីឲ្យឈរក្រោមពន្លឺថ្ងៃដ៏ក្តៅក្រហាយហើយដោះសម្លៀកបំពាក់ចេញទ្វេបិទតែក្មេងស្រីនេះមានការងឿងឆ្ងល់ក៏ដោយក៏នាងនៅតែដេកលើដីដោយគោរពប្រតិបត្តិដីដែលចេះបានធ្វើឲ្យនាងភ័យស្លន់ស្លោនិងមិនស្រួលនាងបានត្រឹមតែរងចាំយ៉ាងស្ងៀមស្ងាត់សម្រាប់អភូតហេតុមួយនឹងកើតឡើងទោះយ៉ាងណាក៏ដោយឪពុកម្ដាយរបស់នាងមានការរំពឹងទុកចម្លែកនៅក្នុងភ្នែករបស់ពួកគេនៅពេលនេះរាងកាយរបស់ក្មេងស្រីបានបាត់បង់ទឹកដ៏មានតម្លៃបន្តិចម្ដងនៅក្រោមព្រះអាទិត្យដ៏ក្តៅគប់ត្រឹមតែ2វិនាទីកន្លះក្មេងស្រីបានក្លាយជាថង់ស្បែកស្ងួតនៅពេលនេះឪពុកក៏ប្រញាប់ប្រញាល់ទៅមុខដោយប្រយ័ត្នប្រយែងខ្លួនប្រាណដែលខ្សោះជាតិទឹករួចប្រគល់ឲ្យប្រពន្ធហើយប្រាប់នាងកុំបារម្ភរកប្រភពទឹកដាក់ថង់ស្បែកកូនស្រីនឹងកើតជាថ្មីភ្លាមនោះម្ដាយបានរកឃើញទឹកហូរថ្លាហើយបោះថង់ស្បែករបស់កូនស្រីគាត់ចូលទៅក្នុងទឹកនៅពេលនេះទិដ្ឋភាពវេទមន្តមួយបានកើតឡើងថង់ស្បែកស្ងួតត្រូវបានគេមើលឃើញថាលាតចេញយ៉ាងលឿនហើយស្បែកប្រែជានឹងគឺរលងភ្លាមមួយក៏ពេញភ្នែកគួរដែលធ្លាប់ស្គាល់មួយបានលេចមុខម្ដាយម្ដងទៀតគ្រាន់តែអ្នកទាំងពីរបានជ្រួតជ្រាបក្នុងភាពរីករាយនៃការជួបជុំគ្នាម្ដងហើយម្ដងទៀតពួកគេមិនដែលគិតថាត្រជាក់ថាមួយរំពេចនោះទេដោយការភ័យស្លន់ស្លោអ្នកទាំងពីរបានបែកគ្នាដោយចៃដន្យក្មេងស្រីដែលត្រាំទឹកនោះត្រូវបានកប់មុនពេលនាងអាចរត់គេចខ្លួនបានពេលដែលម្ដាយបានលូកដៃទៅប៉ះវានោះអ្វីដែលមិននឹកស្មានដល់បានកើតឡើង